ចាជំរាបសួរបងប្អូនទាំងអស់គ្នារីករាយណាស់ស្វាគមន៍មកកាន់ page និង channel ស្រីផាត់ម្ហូបឆ្ងាញ់ចាមួយរយៈនេះនាងខ្ញុំចែករំលែកតែមុខម្ហូបណាបែបក្រៀមណាចាឥឡូវនេះថ្ងៃនេះនាងខ្ញុំនឹងចែករំលែកពីរបៀបធ្វើសម្លម្ជូរគ្រឿងត្រីពោចាសម្រាប់នាងខ្ញុំធ្វើសម្លម្ជូរគ្រឿងថ្ងៃនេះដែរគឺនាងខ្ញុំប្រើបន្លែដែលបងប្អូនដាំនៅជុំវិញផ្ទះនឹងងាយស្រួលរកចាចង់ទិញនៅផ្សារក៏បានដែរបងប្អូនចាសម្រាប់ត្រីថ្ងៃនេះគឺត្រីធម្មជាតិណាបងប្អូនឥឡូវនេះដើម្បីកុំឲ្យបងប្អូនរងចាំយូរនឹងខ្ញុំបង្ហាញជូនតែម្ដងចាសម្រាប់គ្រឿងធ្វើសម្លម្ជូរគ្រឿងហ្នឹងគឺនាងខ្ញុំបានរៀបចំរួចរាល់ហើយបងប្អូនចាថ្ងៃនេះនាងខ្ញុំប្រើល្ហុងសម្រាប់ល្ហុងនេះចិត្តច្រវាមូលបែបហ្នឹងចាសម្រាប់គ្រឿងបន្តមានគល់ស្លឹកគ្រៃចាគល់ស្លឹកគ្រៃហាន់រំដេងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមរមៀតនិងម្ទេសផងដែរបងប្អូនចាបន្ទាប់មកមានប្រហុកចិញ្ច្រាំសណ្តែកដីលីងស្ករត្នោតម្ជូរសាដាន់អំបិលនិងប៊ីចេងផងដែរចាហើយមានម្ទេសនិងម្រះព្រៅរៀបរាប់គ្រឿងបានរួចរាល់ហើយនាងខ្ញុំទៅក្លុកគ្រឿងបងប្អូនចាសម្រាប់គ្រឿងនេះគឺនាងខ្ញុំប្រើម៉ាស៊ីនក្លុកសម្រាប់បងប្អូនអត់ប្រើម៉ាស៊ីនក្លុកបងប្អូនអាចយកទៅបុកនឹងត្បាល់ចាក៏បានដែរបងប្អូនចាក្លុកបានម៉ត់រួចរាល់ហើយនាងខ្ញុំចាប់ផ្ដើមដាំឆ្នាំងនៅលើចង្ក្រានឆ្នាំងបានក្តៅយើងដាក់ប្រេងឆាចូលណាបងប្អូនចាបន្ទាប់មកចានេះខ្ញុំដាក់គ្រឿងចូល1វែកកន្លះធ្វើការកូររំលីងគ្រឿងយើងទាន់តឡើងឈ្ងុយបន្ទាប់មកដាក់ប្រហុកចូលសម្រាប់ប្រហុកនេះប្រើ1ស្ព្រាបាយផងដែរធ្វើការរំលីងចុះរំលីងឡើងរហូតដល់គ្រឿងឡើងឈ្ងុយហើយចាទើបនាងខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតចា1ស្ព្រាបាយផងដែរសម្រាប់ស្ករត្នោតនេះដែរបើបងប្អូនអត់ចូលចិត្តញ៉ាំផ្អែមបងប្អូនអាចបន្ថយបានចានេះខ្ញុំប្រើប៉ុណ្ណឹងចាធ្វើការរំលីងស្ករនឹងតាន់តបានបែកសពជាមួយគ្រឿងចាបន្ទាប់ពីស្ករបែកសពហើយចាបន្ទាប់មកយើងដាក់ត្រីចូលតែម្ដងសម្រាប់ត្រីពោនេះបងប្អូនធ្វើបានស្អាតបន្តិចនាងខ្ញុំដាំទឹកស្រស់ត្រីពោនឹងកោសតអស់លម្អិលទើបយកទៅលាងទឹកកាត់ជាកំណាត់ខ្លីៗហើយចាទើបលាងទឹកម្សាទៀតអញ្ចឹងប្រើទឹកលាងនឹង2បេសាបងប្អូនចាហើយបន្ទាប់មកចាយើងទុកឲ្យសោះទឹកក៏យកមកចម្អិនតែម្ដងចាបន្ទាប់ពីរំលីងត្រីយើងបានជាមួយគ្រឿងហើយនាងខ្ញុំបន្ថែមជាមួយនឹងប៊ីចេង1ស្ព្រាកាហ្វេអំបិល1ស្ព្រាកាហ្វេចាបន្ទាប់មកដាក់ម្ជូរសាដាំចូលតែម្ដងបងប្អូនចាម្ជូរសាដាំនេះនាងខ្ញុំប្រើប៉ុណ្ណឹងចាជូរល្មមចាបន្ទាប់មកយើងបន្ថែមជាមួយនឹងទឹកចូលបន្តិចចានាងខ្ញុំក៏យកវែកយើងកូរត្រីរបស់យើងនឹងបងប្អូនចាកូរចុះកូរឡើងនិយាយអញ្ចឹងពេលដែលយើងកូរហើយក៏ធ្វើការរំងាស់ត្រីនឹងចាបន្តិចដែរបងប្អូនរំងាស់តែមួយផ្លែតសម្លពុះគ្រុកតែម្ដងឥឡូវនេះបើកគម្របចេញហើយនាងខ្ញុំចាប់ផ្ដើមកូរមើលត្រីយើងបានឆ្អិនបន្តិចហើយនាងខ្ញុំក៏ដាក់បន្លែចូលសម្រាប់បន្លែនេះនាងខ្ញុំចាក់ចូលជាមួយនឹងត្រីធ្វើការរំងាស់ហើយក៏ដាក់ទឹកចូលចា1លីត្រកន្លះផងដែរបងប្អូនចាបន្ទាប់ពីនាងខ្ញុំចាក់ទឹកចូលហើយចានាងខ្ញុំនឹងធ្វើការរំងាស់សម្លហ្នឹងចាឲ្យបានពុះសិនទើបនាងខ្ញុំដាក់គ្រឿងបន្តទៀតបើក្របផ្លេចដាក់ម្ទេសបងប្អូនឥឡូវនេះដាក់ម្ទេសចូល4-5 គ្រាប់ចូលសិនចាហើយរំងាស់គ្របបន្តទៀតដើម្បីឲ្យសម្លយើងបានពុះឥឡូវនេះសម្លនាងខ្ញុំបានពុះគ្រុកហើយចាហើយសម្រាប់រសជាតិវិញនាងខ្ញុំភ្លក់មើលសិនណាចាបើស្ទើរអីនាងខ្ញុំនឹងថែមនឹងហើយសម្រាប់បងប្អូនចូលចិត្តចាជូរហឹរប្រៃផ្អែមបែបណាអាចដាក់តាមចំណង់ចំណូលចិត្តទៅបងប្អូនចាហើយសម្លម្ជូរល្ហុងថ្ងៃនេះគឺមានរសជាតិឆ្ងាញ់
ហើយនាងខ្ញុំភ្លក់មើលគឺសម្លនាងខ្ញុំរាងសាបចាឥឡូវនេះនាងខ្ញុំបន្ថែមជាមួយនឹងទឹកត្រីកន្លះវែកធំដែរបងប្អូនសម្រាប់ទឹកត្រីនេះពេលដែលយើងបង់ចូលសម្លគឺមានរសជាតិឈ្ងុយចាបន្ទាប់ពីនាងខ្ញុំដាក់ទឹកត្រីចូលហើយសម្លនាងខ្ញុំគឺមានរសជាតិឆ្ងាញ់ល្មមចាជូរហឹរប្រៃផ្អែមចាឥឡូវនេះនាងខ្ញុំបន្ថែមជាមួយនឹងស្លឹកម្រះព្រៅចាពេលដែលយើងបង់ស្លឹកម្រះព្រៅទៅសម្លម្ជូរគ្រឿងត្រីពោយើងមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនចាសម្រាប់បងប្អូនទស្សនាក្នុងថ្ងៃនេះធ្វើញ៉ាំដែរទេទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចានាងខ្ញុំក៏សូមជូនពរបងប្អូនសូមឲ្យមានសុខភាពល្អចាអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅក្នុងវីដេអូថ្មីម្ដងទៀតចា